តាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជាបានបង្ហាញឲ្យឃើញថាមានថ្នាំពុលគីមីមិនតិចជាង241មុខតាមឈ្មោះពាណិជ្ជកម្មឬ78មុខតាមឈ្មោះទូទៅមានលក់និងប្រើប្រាស់នៅកម្ពុជាហើយ 98% នៃថ្នាំពុលទាំងនោះមានផ្លាកសញ្ញាជាភាសាបរទេសថ្នាំពុលដែលកសិករនិយមប្រើប្រាស់ទាំងនោះស្ថិតនៅក្នុងកម្រិតគ្រោះថ្នាក់ខ្លាំងបំផុតតាមចំណាត់ថ្នាក់អង្គការសុខភាពពិភពលោកភាគច្រើនលើសលប់នៃកសិករប្រើប្រាស់ថ្នាំពុលទាំងនេះខ្វះការប្រុងប្រយ័ត្នដូចជាមិនពាក់សម្លៀកបំពាក់ការពារហើយជាពិសេសនៅពេលលាយនឹងបាញ់ថ្នាំពុលម្ដងមានក្មេងតូចនិងស្ត្រីនៅជិតទីនោះផងដែរមិនតែប៉ុណ្ណោះដោយខ្វះការយល់ដឹងអំពីបញ្ហារបស់ថ្នាំពុលកសិករភាគច្រើនបានប្រើប្រាស់ឬបាញ់ថ្នាំពុលទៅលើដំណាំរហូតដល់ថ្ងៃប្រមូលផលយកទៅលក់នៅទីផ្សារប្រការនេះបណ្ដាលឲ្យអ្នកទិញផលដំណាំទាំងនេះយកទៅបរិភោគទទួលរងនឹងការពុលជារឿយៗដូចជារាគរូសនិងក្អួតជាដើមចាត់តងរឿងបញ្ហាការប្រើប្រាស់ថ្នាំពុលនិងឥទ្ធិពលវាទៅលើសុខភាពយើងតែងសង្កេតឃើញថាកសិករខ្មែរយើងភាគច្រើនគឺប្រើថ្នាំសិតជាថ្នាំដែលមានកម្រិតគ្រោះថ្នាក់ធ្ងន់បំផុតពីព្រោះថ្នាំពុលវាមានប្រភេទគ្រោះថ្នាក់វាផ្សេងៗនេះវាមានក្រុមដែលមានគ្រោះថ្នាក់ធ្ងន់បំផុតក្រុមមានគ្រោះថ្នាក់ខ្លាំងល្មមនិងក្រុមដែលមានកម្រិតពុលខ្សោយក៏ប៉ុន្តែកសិករខ្មែរយើងនិយមប្រើថ្នាំដែលមានកម្រិតពុលខ្លាំងបំផុតហើយជាពិសេសអ្វីដែលយើងយល់ឃើញថាជាចំណុចដែលគួរព្រួយបារម្ភទៀតនោះគឺអ្នកប្រើហាក់ដូចជាមិនដឹងថាថ្នាំអាចចូលមកក្នុងខ្លួនមនុស្សតាមផ្លូវផ្សេងទេឧទាហរណ៍ថ្នាំអាចចូលមកខ្លួនយើងតាមរយៈរុនស្បែកណាតែពេលយើងបាញ់ទៅមានការបែកញើសអញ្ចឹងថ្នាំវាអាចឈាបចូលតាមរុនស្បែកតាមរយៈផ្លូវដង្ហើមគឺយើងដកដង្ហើមចូលតាមច្រមុះតាមមាត់អីហ្នឹងបាទដូច្នេះយើងគិតថាថ្នាំដល់ពុលតើយើងលេបវាចូលបានវាពុលក៏ប៉ុន្តែវាមិនអញ្ចឹងទេដោយសារការខ្វះខាតនៅភាពយល់ដឹងនេះធ្វើឲ្យយើងនៅពេលយើងប្រើថ្នាំម្ដងយើងធ្វើមានការធ្វើប្រហែសយើងមិនបានរុំមុខឲ្យចិត្តយើងមិនបានស្លៀកពាក់ការពារខ្លួនឲ្យស្រួលអញ្ចឹងភាពគ្រោះថ្នាក់ហ្នឹងវាហាក់ដូចជាមានកម្រិតខ្ពស់ណាស់ដល់ជាងថ្នាំនៅពេលទឹកថ្នាំមកប៉ះស្បែកយើងឬក៏ចំហាយថ្នាំពេលបាញ់ហើយហ្នឹងគឺធ្វើចូលមកខ្លួនរបស់យើងហ្នឹងដូច្នេះធ្វើឲ្យយើងពុលដោយមិនដឹងខ្លួនហើយមួយទៀតគឺយើងនៅពេលយើងបាញ់គឺមានអ្នកខ្លះបាញ់បដាទៅប៉ុន្តែមានអ្នកខ្លះអាចមានអង្គុយដកស្មៅឯនៅក្បែរហ្នឹងអញ្ចឹងអ្នកដែលមិនបាញ់ក៏ដោយទោះបីនឹងអង្គុយដកស្មៅក្បែរហ្នឹងក៏អ្នកហ្នឹងក៏អាចពុលបានដែរពីព្រោះដោយសារចំហាយរបស់ថ្នាំហ្នឹងវាអាចចូលមកខ្លួនយើងតាមរយៈការដកដង្ហើមឬជួនកាលយើងបាញ់ហើយអញ្ចឹងមានអ្នកមកដើរកាត់ដើរអីអញ្ចឹងណាបាញ់ហើយព្រាមអញ្ចឹងមានអ្នកដាក់មកដើរកាត់មកអីក៏អាចទទួលរងនឹងការពុលដែរពីព្រោះអាថ្នាំដែលយើងបាញ់គឺថ្នាំមានកម្រិតពុលខ្លាំងហើយចំហាយរបស់វាអាចនៅសេសសល់រហូតដល់2ថ្ងៃទៅក៏មានដែរណាហើយបញ្ហាសំខាន់មួយទៀតគឺយើងយល់ថាថ្នាំទាល់គឺយើងមិនមានការភ្ញាក់រលឹកឬការពុលរ៉ាំរ៉ៃគឺការពុលថ្នាំបន្ទាប់ពីយើងប្រើវារយៈអស់ពេលយូរឆ្នាំយើងចាំគិតថាថ្នាំពុលទាល់វាឃើញព្រាមស្ដែងមិនយើងថាពុលប៉ុន្តែអាការពុលរ៉ាំរ៉ៃជារឿងគ្រោះថ្នាក់បំផុតដែលយើងចូលនឹងការធ្វើប្រហែសដល់យើងចាស់ទៅបានយើងដឹងខ្លួនថាអូអញពុលថ្នាំហើយកសិករយើងច្រើនយល់ឃើញថាការប្រើថ្នាំពុលការពារដំណាំជាដំណោះស្រាយមួយលឿនហើយងាយស្រួលក៏ប៉ុន្តែបើសិនជាយើងគិតឲ្យមែនទែនវាមិនមែនជាដំណោះស្រាយមួយងាយស្រួលហើយលឿនទេពីព្រោះ
វានាំបញ្ហាជាច្រើនមកដល់អ្នកប្រកបមុខរបរដាំដុះក៏ដូចជាអ្នកដែលបរិភោគអាហារដែរការទទួលរងគ្រោះថ្នាក់ជាញឹកញាប់និងគ្មានការធានាពីក្រុមហ៊ុនថ្នាំពុលចំពោះសុខភាពកសិករអាចជ្រើសរើសយកជម្រើសផ្សេងក្រៅពីថ្នាំពុលគីមីដ៏មានគ្រោះថ្នាក់នេះគឺក្នុងដំណាំដែលខ្ញុំដាំដែលសត្វល្អិតបំផ្លាញលាយក្នុងមួយធុងមាន4មុខទៅ5មុខដូចជាសង់ដបារដងពោដុលហើយនឹងរូបផ្លាត់ហើយតុកតាអញ្ចឹងថ្នាំយួនកំ pl ឈុតរបស់វានោះក៏ខ្ញុំប្រើដែរបាទខ្ញុំមានតិផ្ដាំផ្ញើដល់បងប្អូនយើងដែលអ្នកដាំបន្លែដាំដំណាំដូចជាខ្ញុំនេះឲ្យមានការប្រុងប្រយ័ត្នកាត់ថយរឿងថ្នាំហ្នឹងហើយព្រោះមិនកាត់បន្ថយក៏យើងការប្រុងប្រយ័ត្នការពារខ្លួនយើងផ្ទាល់តែម្ដងដូចជាមានស្បែកមុខពាក់ស្រោមដៃស្បែកជើងអញ្ចឹងទៅហើយទីមួយទៀតគឺថាសំខាន់បំផុតអាថ្នាំយើងដែលនឹកខ្លួនយើងផ្ទាល់តែម្ដងថ្នាំផ្សំពីរុក្ខជាតិហ្នឹងយកមកផ្សំលាយបាញ់តែម្ដងនៅពេលជៀសវាងប្រើថ្នាំពុលមិនបានកសិករអាចជំនួសថ្នាំពុលគីមីទាំងនេះដោយការប្រើប្រាស់ថ្នាំពុលដែលផ្សំពីរុក្ខជាតិដែលអាចរកបាននៅក្នុងស្រុកនិងមានតម្លៃថោកថ្នាំដែលខ្ញុំកំពុងប្រើរាល់ថ្ងៃនេះដែលថ្នាំផ្សំពីរុក្ខជាតិនេះគឺយើងយករុក្ខជាតិ4មុខបាទយកផ្សំចូលគ្នាបាទគឺយើងផ្សំពីរុក្ខជាតិ4មុខហ្នឹងគឺយើងយកទៅដាក់ត្រាំលាយជាមួយទឹកនោមគោហើយទឹកនោមមនុស្សបាទហើយក្នុងនោះគឺយើងមានស្ដៅមានតបកស្ដៅបាទហើយមានក្របស្លែងហើយមានផ្លែស្លាក់និងដើមថ្នាំជក់បាទអាយុកាលរបស់វាគឺក្រោយពេលដែលយើងផ្សំបានចប់សពគ្រប់អញ្ចឹងហើយយើងដាក់ទៅក្នុងពាងហើយពាងនោះគឺយើងដាក់នៅក្នុងម្លប់បាទយើងរកកន្លែងម្លប់ដាក់ហើយយើងយកមានគម្របគ្របចិត្តបាទអាយុវាចាប់ពី1ខែ15ថ្ងៃទៅយើងត្រូវបើកគ្របវានឹងកូរវាបានម្ដងបាទក្រោយទៅពេលយើងកូរហើយគឺយើងបិទទៅវិញដែលយើងផ្សំពីរុក្ខជាតិយកមកប្រើប្រាស់នេះតាមការយល់របស់ខ្ញុំហើយជាក់ស្ដែងគឺនៅក្នុងគ្រួសារខ្ញុំគឺខ្ញុំគាត់ឃើញទី1គឺវាមិនប៉ះពាល់ដល់សុខភាពខ្ញុំហើយទី2ប្រៀបធៀបទៅនឹងពីមុនដែលខ្ញុំប្រើថ្នាំគីមីហើយដែលពេលខ្ញុំប្រើថ្នាំខ្ញុំគឺការចាយវានៅក្នុងគ្រួសារខ្ញុំឃើញថាវាជួយបានច្រើនណាស់បាទវាជួយបានច្រើនគឺកាត់បន្ថយការចាយវានឹងច្រើនបាទហើយទី3ទៀតគួរយើងកត់សម្គាល់ដែរនៅលើស្លឹកដំណាំបាទក្រោយតែពេលយើងប្រើថ្នាំរបស់យើងនេះហើយគឺវាមានការប្រែប្រួលលូតលាស់លឿនបាទខុសពីធម្មតាការថែទាំដំណាំបានល្អវាពឹងអាស្រ័យដល់យើងចេះកែច្នៃបច្ចេកទេសដំណាំរបស់យើងដូចជាការរៀបចំធ្វើដីឲ្យបានធូរធ្វើដីឲ្យមានជីជាតិដោយប្រើជីធម្មជាតិឬកំប៉ុស្តថែទាំកូនដំណាំឲ្យបានរឹងមាំល្អនិងការដាំដំណាំចម្រុះតាមការពិតបើយើងមានអនុវត្តនៅការវិធានការដាំដុះបានត្រឹមត្រូវជួនកាលវាមិនសឹងតែទាមទារឲ្យយើងប្រើប្រាស់ថ្នាំពុលនោះផងដូច្នេះវាមានវិធានការផ្សេងដែលយើងទាមទារឲ្យយើងអនុវត្តឲ្យគុំចូលគ្នាហើយបើសិនបើយើងគុំអនុវត្តគុំនៅវិធានការចូលគ្នាគឺយើងអាចជួយឲ្យយើងផលិតដំណាំបានផលខ្ពស់ដដែលហើយទន្ទឹមនឹងហ្នឹងគឺយើងកាត់បន្ថយនៅការចំណាយលើការប្រើប្រាស់ថ្នាំពុលនិងកាត់បន្ថយលើការគ្រោះថ្នាក់របស់វាដល់សុខភាពរបស់យើងអស់គ្នាហើយតាមបទពិសោធន៍គឺយើងអាចគុំនៅវិធានការមួយចំនួនគឺទី1គឺយើងត្រូវធ្វើការជ្រើសរើសក្របពូជដែលហៅយើងថាក្របពូជដែលមានអត្រាដុះខ្ពស់ល្អហើយជាពិសេសជាក្របពូជដែលយើងអាចផលិតខ្លួនឯងបានទី2គឺយើងត្រូវធ្វើយ៉ាងណាជាពិសេសចំពោះដំណាំដែលយើងត្រូវដកយកទៅដាំហ្នឹងគឺយើងត្រូវកន្លែងថ្នាលដែលយើងបដិសហ្នឹងយើងត្រូវសាបកូនដំណាំហ្នឹងឲ្យវាកុំឲ្យវាក្រាស់ពេកឲ្យវាស្ដើងដើម្បីឲ្យកូនដំណាំអាចរីកដុះមៀតរឹងមាំបានល្អពីព្រោះកូនដំណាំដែលរីកដុះមៀតរឹងមាំបានល្អពេលយើងយកទៅដាំវាមានកម្លាំងខ្លាំងគ្រប់គ្រាន់ហើយវាអាចមានសន្ទុះលឿនល្អទី3នៅពេលយើងដកដំណាំយកទៅដាំគឺយើងព្យាយាមធ្វើយ៉ាងណាដកវា
ឲ្យដល់ឬឲ្យដីបានល្អហើយយកល្អគឺដកភ្លាមដាំភ្លាមកុំទុកឲ្យចោលពីព្រោះកាលណាយើងដកមិនស្រួលហើយយើងទុកចោលយូរធ្វើឲ្យឫសហ្នឹងមានការថារន្ធត់អាចឫសហ្នឹងរហូតដល់សន្លប់រហូតដល់3 4ថ្ងៃក៏មានដែរជំរាំនៅឫសហ្នឹងអាចដុះលូតលាស់បានល្អវិញហើយនៅពេលយើងដាំគឺយើងគួរធ្វើដីថ្នាលដែលយើងត្រូវដាំហ្នឹងរងឲ្យយើងដាំឲ្យបានល្អគឺដីយើងធ្វើព្យាយាមកុំឲ្យវាឥតពេកឬខ្សាច់ពេកគឺដីយើងត្រូវជាដីដែលថាមានរុនទឹករុនខ្យល់គ្រប់គ្រាន់ជាដីផុសល្អហើយដើម្បីឲ្យបានដីប្រភេទនេះបានគឺយើងទាមទារឲ្យយើងប្រើជីទ្រាប់បាត់ដែលជាងហៅថាជីសរីរាង្គនិងជីធម្មជាតិឲ្យបានច្រើន